sông nước chảy tràn lòng រស់នៅក្នុងផ្ទះគ្រួសារវងត្រូវគោរពតាមច្បាប់ទម្លាប់តាំងពីដូនតាបើគ្មានការអនុញ្ញាតពីលោកម្ចាស់ហាមចូលបន្ទប់តម្កល់អាសនៈជាខាងនៅថ្ងៃយប់ពេញបរមីពេលព្រលប់ហាមនាងចេញក្រៅបន្ទប់ឲ្យសោះមិនអនុញ្ញាតឲ្យចូលបន្ទប់លោកស្រីធំទេអូននឹងបង្កើតជូនច្រើនឲ្យបងគ្រួសារយើងមិនត្រូវការចៅស្រីទេចៅប្រុសម្នាក់មានតម្លៃជាងចៅស្រី10នាក់តើពិតជាមានថ្នាំនោះនៅក្នុងផ្ទះនេះដែរមែនទេមានតែការមានផ្ទៃពោះប៉ុណ្ណោះទើបអាចឲ្យនាងគេចចេញពីកន្លែងនេះបានលោកម្ចាស់ឯងដឹងថានោះជារូបអ្នកណាទេវាគឺជាបិសាចឈើខ្ញុំគួរធ្វើបែបណាដើម្បីបានសុំ